នេះបាទសមាជិកចូលរួមសម្អាតភ្នំស្វាយរើសរាមបាទចឹងបងប្អូនយើងអស់គ្នាដែលឡើងភ្នំបាទម្នាក់បន្តិចម្ដាយមួយជើងទៅគឺបានស្អាតហើយឡើងមកដកដង្ហើមក៏ស្រួលដែរចឹងសំបីតែនៅលើកអីបងក៏យើងដាក់អ្នកចូលរួមសម្អាតភ្នំស្វាយចឹងយើងសរសេរអក្សរដើម្បីជួយសារដាស់តឿនជាច្រើនដែរប៉ុន្តែសារ៉ាមក៏នៅតែមានតោះមិនណានេះសូមជួយថែរក្សាបាទរក្សាអនាម័យបាទអញ្ចឹងយើងបានដាក់ច្រើនដែរតែបងប្អូនយើងពិចារណាបងប្អូនយើងគាត់អ្នកឡើងភ្នំអត់អីយ៉ាប់តែក្មេងៗបាទសិស្សសាលាឬក៏អ្នកមួយចំនួនទៀតដែលគាត់ឡើងមកគាត់អត់បានរក្សាអនាម័យទេគាត់ចោលសម្រាមពីវាពីកាលនេះណាហូបចោលហើយគាត់អត់ព្រមទុកដាក់ឲ្យមានលំដាប់ធ្នាប់ទេយើងក៏មានលូដុតសារ៉ាមខាងលើពីកង់នេះអញ្ចឹងយើងមានលូស្រាប់ហើយគ្រាន់តែយើងយកវាមកដាក់ក្នុងលូចប់បាត់ហើយអញ្ចឹងណាបាទព្រោះយើងធ្វើការងារនេះដើម្បីទាំងអស់គ្នាបាទសុខភាពល្អអញ្ចឹងលូសារ៉ាមមានស្រេចអញ្ចឹងគ្រាន់តែហូបហើយយើងដើរយកមកចោលក្នុងបាទលូសម្រាមនេះមកតែពិតលូនេះកម្រងធ្វើបន្ទប់ទឹកតែយើងអត់ទាន់ធ្វើកើតក៏ចេញជាដុតសារ៉ាមសិនហើយនេះបាទគឺទឹកចិត្តរបស់គាត់ល្អមែនទែនខិតខំថែរក្សាដើរសម្រាមហើយភ្នំនេះគឺมันប្រកាន់វ័យទេបាទមានក្មេងចាស់បាទដើរហាត់ប្រាណទាំងអស់បាទនេះគឺគាត់អញ្ចឹងគាត់តស៊ូបាទទោះបីជាគាត់វ័យរៀងណាស់បន្តិចក៏គាត់នៅតែមានកម្លាំងកំហែងក្នុងការហាត់ប្រាណដើម្បីសុខភាពបាទអញ្ចឹងពីជើងភ្នំមកដល់ចិត្តដល់កំពូលលើនេះគឺប្រវែង600ម៉ែត្រដែរណាភ្នំស្វាយយើងនេះ600ម៉ែត្រអញ្ចឹងបងប្អូនឡើងមកបានកន្លះគីឡូដែរបាទអញ្ចឹងយើងអាចឡើងមកមើលបាទទេសភាពក្នុងខេត្តបន្ទាយមានជ័យបាទក្នុងក្រុងស្រីភ័ណ្ឌយើងនេះអរគុណបាទនេះឃើញទេគាត់មួយថ្ងៃយើងជួយសម្អាតបរិស្ថានតើបន្តិចយើងបានបន់ច្រើនហើយបានខ្យល់បរិយាកាសល្អទៀតទីតាំងស្អាតលើកំពូលភ្នំស្វាយបងប្អូនណាដែលគាត់ទំនេរអាចឡើងមកលើមើលទេសភាពបានអញ្ចឹងយើងឡើងមកនេះមានទឹកមានរបស់តិចតួចដើម្បីទុកធ្វើការងារអញ្ចឹងណាបាទអញ្ចឹងនេះភ្នំស្វាយយើងហ្នឹងហើយមាននីលកាចាស់អីចឹងយកមកដាក់តាំងអញ្ចឹងទៅងាប់បើសិនដាក់មានថ្មល្អប្រើហើយយកបាត់ទៀតហើយព្រោះនៅលើភ្នំដាក់ច្រើនដែរនេះដូចដែកតោងấyបាត់ខ្ទេចអស់ហើយអញ្ចឹងមិនដឹងថាគាត់លួចយកធ្វើអីណាអញ្ចឹងយើងមានរបស់ច្រើននៅលើភ្នំនេះដែរតែដោយសារតែខ្វះការការពារអញ្ចឹងបាត់អស់